អាមេរិកនិងវេណេស៊ុយអេឡាប្រកាសភ្ជាប់ទំនាក់ទំនងការទូតឡើងវិញក្រោយផ្ដាច់ទូតជាច្រើនឆ្នាំបន្ទាប់ពីដាច់ចំណងមេត្រីភាពការទូតតាំងពីឆ្នាំ2019មកក្រសួងការបរទេសអាមេរិកបានប្រកាសនៅថ្ងៃប្រហ័សទី5មិនិនាថាសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡាបានព្រមព្រៀងគ្នាភ្ជាប់ទំនាក់ទំនងផ្លូវទូតនិងបង្កើតកុងស៊ុលជាថ្មីឡើងវិញចំណែកក្រសួងការបរទេសវេណេស៊ុយអេឡាក៏បានបញ្ជាក់ដែរនៅក្នុងសេចក្តីថ្លែងការណ៍ថាការរឹតចំណងទូតឡើងវិញនេះស្ថិតក្នុងសុឆន្ទៈពន្លឿនកិច្ចពិភាក្សាគ្នាឲ្យប្រកបដោយក្តីស្ថាបនាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងការ៉ាកាសប្រកាសភ្ជាប់ទំនាក់ទំនងផ្លូវទូតនិងបង្កើតកុងស៊ុលជាថ្មីឡើងវិញការភ្ជាប់ចំណងការទូតនេះត្រូវក្រសួងការបរទេសអាមេរិកពន្យល់ថាដើម្បីសម្រួលកិច្ចខំប្រឹងប្រែងរួមគ្នាជំរុញសេដ្ឋកិច្ចនិងសម្រុះសម្រួលផ្សះផ្សាយគ្នាចំណែកក្រសួងការបរទេសវេណេស៊ុយអេឡាសង្កត់ធ្ងន់អំពីទំនាក់ទំនងដែលឈលលើស្មារតីគោរពគ្នាទៅវិញទៅមកវ៉ាស៊ីនតោននិងការ៉ាកាសបានបដិការទូតតាំងពីឆ្នាំ2019មកម្លេះពលគឺក្នុងចំនួនដឹកនាំប្រទេសរបស់ប្រធានាធិបតីលោក Nicolas Maduro ដែលត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទណ្ឌកម្មបុគ្គលច្រើនលើកច្រើនសាររហូតដល់ទីបំផុតកងទ័ពអាមេរិកក្រោមបញ្ជារបស់លោកប្រធានាធិបតី Donald Trump សម្រាប់ធ្វើប្រតិបត្តិការយោធាចាប់ខ្លួនរូបលោក Nicolas Maduro ទៅកាន់ទ័ពនៅទីក្រុង New York កាលពីដើមខែមករាឆ្នាំ2026នេះបន្ថែមលើសេចក្តីប្រកាសរបស់ក្រសួងការបរទេសលោកស្រី Delcy Rodriguez ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡាបានអះអាងអំពីឆន្ទៈរបស់រដ្ឋាភិបាលទីក្រុងវ៉ាស្ការ៉ាកាសថាចង់ពន្លឿនកិច្ចសន្ទនាដោយក្តីស្ថាបនាដោយស្មើភាពគ្នាក្នុងនាមជារដ្ឋមានអធិបតេយ្យភាពនិងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បីមានចំណងទាក់ទងវិជ្ជមានល្អហើយទទួលផលប្រយោជន៍ចំណេញរួមគ្នាប្រសាសន៍របស់ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡាបែបនេះបានធ្វើឡើងតែ2ថ្ងៃប៉ុណ្ណោះក្រោយពីបានទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកលោក Doug Burgum កាលពីជំនួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកនៅថ្ងៃពុធទី4មិនិនាលោកស្រីប្រធានាធិបតីស្ដីទី Delcy Rodriguez បានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីអាមេរិកដោយសន្យាថាវេណេស៊ុយអេឡានឹងកែប្រែច្បាប់រ៉ែនិងរដ្ឋសភាជាតិក៏នឹងផ្ដើមពិនិត្យអត្ថបទច្បាប់ស្ដីពីធនធានរ៉ែចាប់ពីថ្ងៃច័ន្ទខាងមុខទស្សនគតិរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកលោក Doug Burgum ទៅទីក្រុងការ៉ាកាសគឺធ្វើឡើងបន្ទាប់ពីនិមានទាំងម្ដងជាធនធានមនុស្សជាតិអាមេរិកដែលបានមកបំពេញទស្សនគតិនៅវេណេស៊ុយអេឡាលោក Chris Wright រដ្ឋមន្ត្រីធម្មពលអាមេរិកក៏ទើបតែអញ្ជើញទៅវេណេស៊ុយអេឡាកាលពី2សប្តាហ៍មុននេះដែរហើយបានធ្វើដំណើរចុះទៅត្រួតពិនិត្យកន្លែងចម្រាញ់ប្រេងទៀតផងក្រោមសម្ពាធពីរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនវេណេស៊ុយអេឡាត្រូវបង្ខំចិត្តកែប្រែប្រព័ន្ធគតិយុត្តជាច្រើនដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលរកស៊ីវិនិយោគទុនជាក់ស្ដែងរដ្ឋាភិបាលទីក្រុងការ៉ាកាសត្រូវធ្វើវិសោធនច្បាប់គ្រប់គ្រងរ៉ែនិងធម្មពលឧស្សាហ៍ព្រមទាំងកែតម្រង់ប្រព័ន្ធទុច្ចាការរួមទាំងការដោះលែងអ្នកទោសមនុស្សជាតិចែករំលែកលើកយកមកនិយាយដោយអ្នកនាំពាក្យតាមเพจសង្គមព្រឹត្តិការណ៍ Social Events